ngày nắng dương mau vậy khi ông pi ca bằng cả tua ón trong số mẹ nhóm ca bằng cả tua ón cứ caro bốc lực lẹ cái nạ tua ón này khởi hay từ dương ai bằng cả tua ón nâng tới từ tua ón dưới nó bị hai dương ai xua không ca thì bồn rường chẳng hạn hay số mẹ nhóm cứ tha ca bằng cả tua ón từ bốn dương trời chập đầm ông pi chạy đặc tua nâng sàn tao tới vào nhóm đại chung mùa chứ đại chung mùa si chung mùa nâng chạy đặc chẳng pe khát tiết nhưng mà đang nghiក្នុងការផ្លាស់ប្ដូរឈ្មោះតួទេអញ្ចឹងណាអញ្ចឹងប្រភេទថាចេះប្រភេទថាឈ្មោះតួដែលខ្ញុំដាក់មកហ្នឹងគឺខ្ញុំស្រឡាញ់ 100% ហើយឈ្មោះតួអង្គខ្ញុំនឹងទៀតសោតវាបង្កប់អត្ថន័យជាមួយនឹងអត្តចរិតតួអង្គនៅក្នុងរឿងតែម្ដងអញ្ចឹងទៅការបង្កើតតួអង្គគឺជាចំណុចមួយដែលអ្នកនិពន្ធទាំងអស់គ្នាគឺគេថាចេះរឿងយើងល្អអានឬក៏ល្អមើលឬអត់គឺអាស្រ័យលើអត្តចរិតតួអង្គនឹងដែរអញ្ចឹងសម្រាប់កំហៀងវិញតើកំហៀងគិតថាមិនដែរតើតើនឹងការបង្កើតតួអង្គណាហ្នឹងហើយអ្នកទាំងអស់គ្នាសម្រាប់ការបង្កើតតួអង្គដោយពូជូនគាត់និយាយអញ្ចឹងគឺវាសំខាន់ហើយគឺសំខាន់មែនទែនសម្រាប់ខ្ញុំក៏គិតចឹងដែរព្រោះដោយសារតែការបង្កើតតួអង្គគឺជាផ្នែកមួយដែលធ្វើឲ្យតួយើងគឺមួយគឺដែលពេលអ្នកអានទៅគាត់នឹងចាប់អារម្មណ៍ខ្លាំងព្រោះនិយាយទៅតួអង្គវាមានតួអង្គឯកតួអង្គរងហើយតួអង្គបន្តបន្សំអីចឹងបើយើងបង្កើតតួអង្គនីមួយនឹងល្អធ្វើឲ្យអ្នកអានគាត់ចង់តាមដានហើយនឹងចាប់អារម្មណ៍ខ្លាំងគឺរឿងហ្នឹងគឺទៅរលូនហើយអញ្ចឹងដូចការបង្កើតតួអង្គនៅក្នុងរឿងរបស់ខ្ញុំមួយអញ្ចឹងដូចជាសភៅនេះគឺសភៅវិញបែកហ្នឹងអញ្ចឹងតួអង្គរបស់យើងគឺយើងបង្កើតមកវាត្រូវនឹងសាច់រឿងហ្នឹងអញ្ចឹងនៅពេលដែលយើងគិតថាសាច់រឿងដែលយើងគ្រោងឆ្អឹងមកដែលយើងគិតថាចង់បានតួអង្គបែបម៉េចនៅក្នុងរឿងហ្នឹងគឺយើងត្រូវបង្កើតវាមកចេញមកប៉ុន្តែវាមិនមែនចេះតែនឹកឃើញថាយើងបង្កើតមកវាចេញមកឯងគឺអាហ្នឹងវាអាស្រ័យទៅលើយើងឃើញពីអត្តចរិតនៃរបស់មនុស្សនៅខាងក្រៅដែរអញ្ចឹងបានយើងអាចយកវាមកធ្វើជាតួអង្គនៅខាងក្នុងសាច់រឿងរបស់យើងនឹងដូចជាយើងលើកមកផ្នែកនៃអត្តចរិតរបស់គាត់ហើយវាមានការរួមបញ្ចូលគ្នាផ្សេងទៀតដែរដូចជានៅពេលដែលយើងឃើញអត្តចរិតរបស់តួអង្គម្នាក់មួយនឹងបរោះកនឹងយើងឃើញតែអត្តចរិតរបស់គាត់ល្អហើយប៉ុន្តែរូបរាងឬក៏សម្បត្តិឬក៏បោះសម្បល់អីគឺគាត់អត់ត្រូវនៅក្នុងតួអង្គឯករបស់យើងទេប៉ុន្តែយើងគ្រាន់តែយកថាអត្តចរិតមកទេអញ្ចឹងអ្នកយើងអាចយករូបសម្រស់នៃផ្នែកខាងក្រៅផ្សេងទៀតដែលយើងអាចបង្កើតមកបានផ្សេងឬក៏យើងអាចយកពីបុគ្គលម្នាក់ទៀតមកដាក់បញ្ចូលក៏បានដែរអាហ្នឹងសម្រាប់ជាតួអង្គរបស់ខ្ញុំហើយទៅលើឈ្មោះនិយាយទៅលើឈ្មោះហ្នឹងក៏សំខាន់ដែរសម្រាប់ខ្ញុំបង្កើតតួអង្គមួយគឺក៏មានអត្ថន័យហើយនឹងវាស៊ីទៅនឹងសាច់រឿងបានខ្ញុំឧទាហរណ៍ថារឿងរបស់យើងជា concept បែបបុរាណរឿងបែបបុរាណអញ្ចឹងឈ្មោះក៏ទៅតាមបែបបុរាណហើយក៏វាមានអត្ថន័យដែរហើយចំពោះរឿងបែបសម័យទំនើបក៏យើងប្រើឈ្មោះបែបធ្វើម៉េចឲ្យស៊ីនឹង concept នៅក្នុងរឿងហ្នឹងវាបែបទំនើបហ្នឹង